ករណីកម្រស្ទើរមិនគួរឲ្យជឿគ្រោះថ្នាក់ចរាចរណ៍រវាងកង់បុកកង់បណ្ដាលឲ្យមានអ្នកស្លាប់និងរបួសរវាងយុវជនម្នាក់ជិះកង់មួយគ្រឿងពេលកំពុងចុះចំណតលឿនទៅបុកយុវជនម្នាក់ទៀតជិះកង់ហាត់ប្រាណដូចគ្នាយ៉ាងពេញទំហឹងបណ្ដាលយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6:40 នាទីល្ងាចថ្ងៃទី 22 ខែមីនា ឆ្នាំ 2025 នៅចំណុចអេកូផាតពីបរិវេណពេញវូតបងស្នល់ស្ថិតនៅសង្កាត់និរោធខណ្ឌច្បារអំពើរាជធានីភ្នំពេញជនរងគ្រោះឈ្មោះលីសេប៉ាវភេទប្រុសអាយុ 16 ឆ្នាំជាសិស្សស្នាក់នៅសង្កាត់ចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមប្រភពពីឪពុកជនរងគ្រោះបានឲ្យដឹងថាគាត់បាននៅជិះកង់ហាត់ប្រាណដែលចេញពីផ្ទះតាំងពីរសៀលរហូតដល់ម៉ោង 7:30 នាទីយប់ទើបទទួលបានព័ត៌មានពីមិត្តភ័ក្តិដែលជិះកង់ហាត់ប្រាណដូចគ្នាទេមកប្រាប់កូនប្រុសទី 2 របស់គាត់ថាកូនពូស្លាប់ហើយគ្រោះថ្នាក់ចរាចរណ៍រវាងកង់បុកកង់បណ្ដាលស្លាប់មួយនិងរបួសមួយម្នាក់ឪពុកជនរងគ្រោះបានបន្តថាគ្រាន់តែលើបែបនេះភ្លាមគាត់ក៏បានមកដល់មន្ទីរពេទ្យបង្អែកច្បារអំពើឃើញកូនគាត់ស្លាប់ពិតប្រាកដមែនគាត់ពិតជាតក់ស្លុតនិងមិនគួរឲ្យជឿគ្រាន់តែកង់បុកកង់ក៏បណ្ដាលឲ្យស្លាប់និងរបួសដែរហើយគាត់ក៏ស្នើសមត្ថកិច្ចជួយពិនិត្យនិងវាស់វែងដើម្បីបញ្ជាក់ថាជុំវិញករណីកង់បុកកង់បណ្ដាលឲ្យស្លាប់ពិតមែនដែរឬទេសមត្ថកិច្ចបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍មិនធ្លាប់ដែលមានកើតឡើងហើយស្លាប់មនុស្សទេទើបតែឃើញតាមសាក្សីពីយុវជន3នាក់ជាមិត្តភ័ក្តិរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុពួកគាត់មនុស្ស4នាក់ជិះកង់ចំនួន4គ្រឿងមកហាត់ប្រាណដែលបានធាក់កង់តាំងពីម្ដុំចំពោះវ័នរហូតមកដល់បុរីពេញវូតបងស្នោដែលមានទីលានងាយស្រួលជិះកម្សាន្តនិងមានទិដ្ឋភាពស្អាតស្រាប់តែជនរងគ្រោះកំពុងជិះកង់ចុះចំណតខ្ពស់លឿនស្រាប់តែមានយុវជនម្នាក់អាយុប្រហែល 18 ឆ្នាំជិះកង់នៅពីមុខមិនដឹងចេញពីណាទើបជនរងគ្រោះចាប់ស្រាំងមិនទាន់ក៏ជ្រុលបុកកង់ដូចគ្នាពេញទំហឹងបណ្ដាលឲ្យមិត្តភ័ក្តិរបស់ពួកគាត់ស្លាប់ពេលរថយន្តសង្គ្រោះដឹកទៅសង្គ្រោះមិនទាន់ដល់មន្ទីរពេទ្យបង្អែកច្បារអំពើហើយចំណែកម្នាក់ទៀតជិះកង់ដែររបួសដែលក្រុមគ្រួសារគេដឹកយកទៅពេទ្យឯកជនបាត់ទៅដែលជាអ្នករស់នៅក្នុងបុរីពេញវួតដែរបើតាមសន្តិសុខបុរីប្រាប់ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចបានប្រគល់សពជនរងគ្រោះទៅឪពុកនិងបងប្រុសបង្កើតយកទៅធ្វើបុណ្យនៅសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញសមត្ថកិច្ចនឹងចុះពិនិត្យកន្លែងកើតហេតុស្វែងរកសាក្សីឬកាមេរ៉ាសុវត្ថិភាពបញ្ជាក់ថែមដើម្បីបានព័ត៌មានលម្អិតតាមរយៈហេតុការណ៍នេះគឺបញ្ជាក់ឲ្យយើងដឹងថាគ្រោះថ្នាក់អាចកើតមានឡើងបានគ្រប់កាលៈទេសៈមិនថារវាងរថយន្តនិងរថយន្តកង់និងកង់សុទ្ធតែអាចបណ្ដាលឲ្យបាត់បង់ដល់អាយុជីវិតដូច្នេះមានតែការប្រុងប្រយ័ត្នតែមួយមុខគត់ដែលអាចជៀសផុតពីគ្រោះថ្នាក់បាន